ខ្ញុំសម្បូរមកពីសារព័ត៌មានដូច Cambodia China Time ហៅកាត់ថា CC Time ភាសាខ្មែរនិងភាសាចិនខ្ញុំផ្ដោតសំខាន់ភ្ជាប់ជាមួយនឹងការលើកឡើងរបស់អាយដាមឆៃស៊ីនរិទ្ធពាក់ព័ន្ធទៅនឹងមេខ្លោងដោយសារតែកាលពីខែមករាឆ្នាំ2021កន្លងទៅយើងបានកម្ពុជានិងចិនបានបង្ក្រាបដោយជោគជ័យទៅលើការនាំខ្លួនលោកជេនស៊ីនិងបកពួកបញ្ជូនទៅចិនវិញពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់គាត់ថាតើច្បាប់យើងនឹងរៀបចំបែងចែកយ៉ាងណាឲ្យវាមានភាពតម្លាភាពហើយប្រពសម្បត្តិទាំងអស់នោះយើងនឹងអាចបង្វិលចូលជាថវិការដ្ឋឬក៏យ៉ាងណាដែរបាទអាដាមបាទសូមគោរពអរគុណជាទស្សនវិជ្ជាច្បាប់ខ្ញុំសូមឆ្លើយជាទស្សនវិជ្ជាច្បាប់ទ្រព្យសម្បត្តិទាំងអស់ដែលត្រូវបានគេហៅថាដែលជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសហើយទ្រព្យសម្បត្តិដែលជាផលនៃបទល្មើសហើយទ្រព្យសម្បត្តិដែលជាគេហៅថាជាផលនៃការសម្អាតប្រាក់សុទ្ធតែជាកម្មវត្ថុនៃការរឹបអូសហើយរឹបអូសនេះរឹបអូសចូលក្នុងទ្រព្យសម្បត្តិរបស់រដ្ឋចូលថវិកាជាតិបាទដែលត្រូវយកអាហ្នឹងទៅពេលចុងក្រោយសម្រាប់ឲ្យថាចូលថវិកាជាតិត្រូវចាត់ចែងទៅលើការបម្រើនានាសម្រាប់ឲ្យប្រទេសជាតិយើងរបស់ប្រជាជនយើង17លានអ្នកហ្នឹងហើយបាទអញ្ចឹងយើងរងចាំមើលសិនព្រោះឥឡូវ process កំពុងតែដំណើរការខាងសមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងតាក់ទងនឹងកិច្ចការងារនេះក្នុងរឿងក៏មិនតិចដែរ